របៀបនៃការសល់ថ្នាំនៅក្នុងទ្វីមីរបស់ស្ត្រីសម្រាប់បងប្អូនស្ត្រីដែលគាត់មានបញ្ហាផ្សិតរ៉ាំរ៉ៃឬក៏គាត់ត្រូវធ្វើការព្យាបាលដោយការប្រើថ្នាំសល់គាត់អត់ចេះសល់ហើយគាត់ខ្លាចគាត់ដឹងថាសល់បែបណាអញ្ចឹងបងប្អូនទាំងគ្នាអាចមើលនៅក្នុងវីដេអូនេះបានសម្រាប់ថ្នាំនេះគឺជាប្រភេទ Clotrimazole លេខ500ដែលអាចជួយព្យាបាលបញ្ហារោគស្ត្រីធ្លាក់សលមាស់ជាពិសេសពពួកមេរោគផ្សិតសម្រាប់ស្ត្រីដែលគាត់មានបញ្ហាផ្សិតគឺមានសញ្ញាដូចជាធ្លាក់សមករបៀបកាដូងដូចម្សៅត្រូវទឹកហើយធ្លាក់ទឹកល្ងីឬក៏ធ្លាក់សមកកន្លែងណាគឺលមាស់កន្លែងហ្នឹងបងប្អូនទាំងគ្នាចង់ព្យាបាលឬក៏អត់ដឹងពីរបៀបនៃការសល់ថ្នាំបងប្អូនទាំងគ្នាអាចមើលនៅក្នុងវីដេអូនេះដំបូងគឺយើងហែកថ្នាំសល់មកហើយបងប្អូនទាំងគ្នានឹងឃើញប្រភេទដងសម្រាប់ដាក់សល់ថ្នាំណាដងហ្នឹងកុំឆ្ងល់ថាហ្នឹងអីគេអាហ្នឹងគឺជាដងសម្រាប់សល់នៅក្នុងទ្វារមាសយើងប្រើដៃវាខ្លីហើយណាមួយអាចឆ្លងមេរោគហើយជាប្រភេទដងសល់ហ្នឹងគឺវាសល់បានជ្រៅល្អអញ្ចឹងដងរបៀបដូចសារ៉ាំងអញ្ចឹងណាយើងទាញអាដងខាងក្រោមហ្នឹងហើយបន្ទាប់មកយើងហែកថ្នាំហ្នឹងដាក់ចូលទៅក្នុងប្រហោងរបស់សារ៉ាំងខាងចុងគេហ្នឹងបងប្អូនទាំងគ្នាដូចក្នុងរូបភាពវីដេអូហ្នឹងណាអត់ប្របាក់ក្នុងការប្រើទេងាយស្រួលទេហើយការប្រើដងគឺអាចសល់ដល់ខាងក្នុងដល់មាត់ស្បូនជ្រៅល្អជៀសវាងការជ្រុះថ្នាំមកខាងក្រៅរូបនេះគឺយើងតំណាងឲ្យទ្វារមាសប៉ុន្តែជាក់ស្ដែងទ្វារមាសរបស់ស្ត្រីគឺជ្រៅប្រវែងប្រហែលជា10សង់ទីម៉ែត្រអញ្ចឹងបើយើងសល់ដងទៅគឺមកកប់តែម្ដងរូបភាពជាក់ស្ដែងគឺយើងឃើញថាសល់រាងខ្លីឯងវាជារូបតំណាងឯងអញ្ចឹងបងប្អូនទាំងគ្នាត្រូវដាក់ឲ្យកប់ហ្មងហើយដល់កប់មកសារ៉ាំងហ្នឹងហើយចាំយើងបាញ់បញ្ចូលថ្នាំចូលទៅដល់មាត់ស្បូនពេលដែលយើងបាញ់ចូលបងប្អូនទាំងគ្នាថ្នាំនឹងធ្លាក់ចូលទៅដល់មាត់ស្បូនហើយគឺវាអត់ងាយនឹងធ្លាក់ចេញមកខាងក្រៅទេពេលដែលយើងសល់ហើយគឺយើងត្រូវគេងសម្រាករយៈពេលប្រហែលជាកន្លះទៅ1ម៉ោងដើម្បីជៀសវាងការធ្លាក់ថ្នាំហ្នឹងចេញមកខាងក្រៅវិញរយៈពេលកន្លះម៉ោងទៅ1ម៉ោងថ្នាំហ្នឹងនឹងជ្រាបចូលទៅក្នុងទ្វីរបស់ស្ត្រីហើយរយៈពេលនៃការធ្លាក់កាកសំណល់ថ្នាំហ្នឹងមកវិញគឺរយៈពេលប្រហែលជា1ថ្ងៃទៅ2ថ្ងៃនឹងធ្លាក់កាកសំណល់របស់ថ្នាំហ្នឹងចេញមកខាងក្រៅវិញហើយជាបងប្អូនទាំងគ្នាដៃយើងមុននឹងយើងប្រើគឺយើងត្រូវលាងឲ្យស្អាតត្រូវតែលាងឲ្យស្អាតដើម្បីកុំឲ្យមានការចម្លងមេរោគចូលទៅក្នុងទ្វារមាសមួយទៀតនេះគឺរបៀបក្នុងការសល់ដោយដៃខ្លួនឯងករណីស្ត្រីគាត់អត់ចេះប្រើដងណាអញ្ចឹងមុននឹងយើងសល់គឺយើងត្រូវលាងសម្អាតដៃឲ្យស្អាតហើយបើយើងយកថ្នាំសល់យកញុកចូលទៅក្នុងទ្វីរបស់យើងគេងបែបណាក៏ដោយអង្គុយបែបណាក៏ដោយធ្វើម៉េចឲ្យងាយស្រួលក្នុងការសុកថ្នាំហ្នឹងចូលទៅក្នុងទ្វារមាសជាបន្ថែមមួយទៀតក្នុងករណីបើសិនយើងស្ងួតអញ្ចឹងបងប្អូនទាំងគ្នាអាចជ្រលក់ថ្នាំហ្នឹងជាមួយនឹងទឹកស្អាតហើយយើងដាក់សល់ទៅក្នុងទ្វីរមាសទៅដើម្បីកុំឲ្យស្ងួតពេកហើយធ្វើឲ្យមានការឈឺចាប់របៀបនៃការសល់ថ្នាំគឺបែបហ្នឹងឯងជាមួយនឹងការថែទាំតំបន់ទ្វីរមាសរបស់ស្ត្រីគឺសំខាន់ណាស់ទាំងអស់គ្នាប្រើថ្នាំសល់ដើម្បីព្យាបាលពពួកមេរោគផ្សិតគឺអាចព្យាបាលបានប៉ុន្តែពេលដែលព្យាបាលជាហើយបញ្ហាហ្នឹងនឹងអាចកើតមានឡើងវិញបញ្ហាមេរោគផ្សិតព្យាបាលជាដាច់ទេវានឹងរើឡើងវិញម្ដងហើយម្ដងទៀតដើម្បីកាត់បន្ថយកុំឲ្យកើតជាញឹកញាប់បងប្អូនទាំងអស់គ្នាត្រូវតែអនាម័យជាប្រចាំការអនាម័យគឺយើងត្រូវរើសរកទឹកអនាម័យណាដែលមានកម្រិត pH ស្របនឹងទ្វារមាសជួយការពារបាក់តេរីល្អៗនៅក្នុងទ្វារមាសឲ្យមានច្រើនឡើងវិញស្ដែងនៅក្នុងវីដេអូនេះសូមបង្ហាញបងប្អូនទាំងគ្នាប្រើប្រាស់ជាមួយនឹងទឹកអនាម័យលាងសម្អាតមានទូនាទីក្នុងការព្យាបាលផងថែទាំផងដែលអាចប្រើប្រាស់បានជាប្រចាំបងប្អូនមួយថ្ងៃចង់ប្រើលើសពី2ដងក៏បានដែរព្រោះធម្មជាតិសរីរាង្គ 100% អញ្ចឹងទឹកអនាម័យយើងមិនមែនចេះតែទិញប្រើណាយើងត្រូវមើលទៅលើដបទឹកអនាម័យដែរមានកម្រិត pH ប្រមាណ pH ដែលសមស្របនឹងទ្វីរមាសស្ត្រីគឺ3កន្លះទៅ4កន្លះបន្ទាប់ពីយើងលាងសម្អាតហើយគឺយើងត្រូវតែបំពន់បន្ថែមលើការប្រើប្រាស់ជាមួយនឹងសារ៉ូមវីតាមីនលាបតំបន់ពិសេសរបស់ស្ត្រីយើងប្រើហ្វូមលាងមុខហើយយើងលាបសារ៉ូមមុខចឹងណាចំពោះការលាបសារ៉ូមនៅលើតំបន់ទ្វីររបស់ស្ត្រីគឺងាយស្រួលអត់ពិបាកទេការលាបសារ៉ូមគឺយើងលាបដូចយើងលាបក្រែមនៅបបោមាត់ចឹងលាបនៅបរិវេណរុនទ្វីរមាសផ្នែកខាងក្រៅអត់ចាំបាច់ក្នុងការលូកចូលនៅក្នុងរុនតំបន់ទ្វីររបស់យើងទេភាពជាក់ស្ដែងគឺបងប្អូនទាំងអស់គ្នាអាចលាបបែបនេះបានណាឲ្យលូកចូលក្នុងរុនទ្វីរមាសទេយើងលាបទៅខាងក្រៅទៅបានហើយទុកប្រហែលជា3ទៅ5នាទីគឺជាបោះស្បូនហើយពេលដែលបងប្អូនលាបហើយមានអារម្មណ៍ថាត្រជាក់ស្រួលខ្លួនប្រហើរហើយបើសិនរមាស់វិញណាលាបហើយគឺបាត់ភ្លាមហ្មងកំពុងតែរមាស់អញ្ចឹងលាបហើយគឺបាត់ឈឹងសម្រាប់សារ៉ូមហ្នឹងមានតួនាទីច្រើនណាស់បងប្អូនទាំងគ្នាផ្ដល់សំណើមប្រតឹងសាច់ដុំយ៉ាងតែមានបដូរពណ៌បន្ទាស់បាក់តេរីល្អអញ្ចឹងចំពោះសារ៉ូមគឺគុណភាពល្អខ្លាំងមែនតើប្រើបូករួមជាមួយនឹងទឹកអនាម័យគឺកាន់តែល្អប្រើហើយមានអារម្មណ៍ថាមានភាពជឿជាក់ប្រើហើយមានអារម្មណ៍ថាបង្កើននៅភាពផ្អែមល្ហែមរវាងដៃគូប្រើប្រាស់ជាប្រចាំនឹងជួយកាត់បន្ថយបញ្ហាផ្សិតមិនឲ្យកើតមានជាញឹកញាប់នៅក្នុងតំបន់ទ្វីរមាសរបស់ស្ត្រីទេងាយគ្រាន់តែលាងហើយលាបតំបន់ពិសេសគឺល្អក្មេងជាងវ័យ